nhiều là đây là nó nhiều là nó tự bắt thôi ngày bên con còn món to đi giảm ốp đặt được bé đi rồiស្ពានកំពង់ក្តីស្ថិតនៅក្នុងទីប្រជុំជនស្រុកជីក្រែងខេត្តសៀមរាបចម្ងាយប្រហែល60គីឡូម៉ែត្រពីក្រុងសៀមរាបបើធ្វើដំណើរមកពីភ្នំពេញតាមផ្លូវជាតិលេខ6មកដល់ផ្សារកំពង់ក្តីខាងស្ដាំដៃមានផ្លូវជាតិចាស់ដែលអាចនាំភ្ញៀវទេសចរទៅដល់ស្ពានបុរាណមួយនេះយោងតាមផ្ទាំងព័ត៌មានដ៏ធំមួយដែលដាក់បង្ហាញជាសាធារណៈបានរដឹងថាស្ពានកំពង់ក្តីជាស្ពានបុរាណវែងជាងគេក្នុងចំណោមស្ពានដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ6ជាទូទៅស្ពាននេះអ្នកខ្លះហៅថាស្ពានកំពង់ក្តីអ្នកខ្លះហៅថាស្ពាននាគប៉ុន្តែតាមរយៈការកត់សូរពីឈ្មោះជាភាសាខ្មែរមកជាសំណេរអក្សរឡាតាំងដោយអ្នកស្រាវជ្រាវជនជាតិបារាំងលោក Etienne Aymonier នាឆ្នាំ1900បានឲ្យដឹងអំពីឈ្មោះពីរផ្សេងទៀតគឺស្ពានព្រះទិសបាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺពួកយើងមកពីកម្ពុជាក្រមឥឡូវធ្វើដំណើរចំពោះទៅខេត្តសៀមរាបតែមកដល់នេះចូលឆ្លៀតចូលមកដល់បើយោងលើឈ្មោះអារាមចាស់មួយដែលស្ថិតនៅបែកគ្នាពីស្ពាននេះប្រហែល500ម៉ែត្រក៏មានឈ្មោះថាព្រះទិសដែរតែដល់យើងបានណាហើយបាទកន្លែងនេះបានបដូរឈ្មោះថាវត្តបុព្វទិសារាមខេត្តសៀមរាបបាទស្ពានព្រះទិសឬស្ពានប្រាប់ទិសនេះស្ពានដែលស្ថិតនៅលើបណ្ដោយផ្លូវបុរាណដែលតភ្ជាប់ពីក្រុងអង្គរទៅបណ្ដាខេត្តផ្សេងៗនៅភាគអាគ្នេយ៍ដោយឆ្លងកាត់ស្ទឹងជីក្រែងសំណង់អំពីថ្មបាយក្រៀមនេះមានបណ្ដោយ86ម៉ែត្រទទឹង16ម៉ែត្រនិងកម្ពស់10ម៉ែត្រពីបាតស្ទឹងព្រមទាំងមានសសរចំនួន20និងរុនត្រដេវចំនួន21បង្កាន់ដៃនាគដែលលម្អដោយនាគក្បាល9រួមទាំងថ្មគោលចំនួន4សុទ្ធសឹងតែអំពីថ្មភក់6 16 10បិទមិនមានកាលបរិច្ឆេទច្បាស់លាស់តែគេដឹងថាចង់មកខាងក្រោមជើងស្ពានហើយបាទដោយផ្អែកលើសិល្បៈចម្លាក់នៅលើបង្កាន់ដៃនាគនិងថ្មគោលទាំង4គេអាចដឹងថាជាសិល្បៈក្នុងសម័យបាយ័នគឺចន្លោះគ្រិស្តសករាជ1181និង1220ស្ពាននេះក៏មានការជួសជុលដោយអន្លើលើកទី1នៅឆ្នាំ1925គឺខាងសាលាបារាំងចុងបូព៌ាបានជួសជុលនិងលើកក្បាលនាគទាំង4ដាក់លើជើងទម្រដើមវិញចំណែកនៅឆ្នាំ1965ដល់1967ខាងក្រសួងសាធារណការនិងដឹកជញ្ជូននៃរាជការខ្មែរបានធ្វើការជួសជុលម្ដងទៀតដោយមានជំនួយបច្ចេកទេសពីស្ថាប័នសាលាបារាំងចុងបូព៌ាដដែលការជួសជុលលើកទី2នេះបានធ្វើតែពាក់កណ្ដាលស្ពានផ្នែកចំហៀងខាងជើងតែប៉ុណ្ណោះដោយចាក់សសរបេតុងមួយជួរផ្នែកខាងមុខសសរស្ពានចាស់និងរៀបថ្មបាយក្រៀមបិទជុំវិញចំណែកកម្រាលបេតុងក៏ត្រូវបានចាក់ពីលើតែពាក់កណ្ដាលដែរតាមការសង្កេតកន្លងមកតាក់ទងនឹងជំនឿសាសនាអាញាធរនិងប្រជាជននៅមូលដ្ឋាននេះតែងប្រារព្ធពិធីខ្លះៗជាពិសេសរំលឹកដល់ព្រលឹងលោកតាគង់ដែលគេយល់ថាជាអ្នកថែរក្សាស្ពាននេះបច្ចុប្បន្នដោយសារមានស្ពានសម្រាប់ចរាចរណ៍ទូទៅស្ពានបុរាណនេះត្រូវបានទុកសម្រាប់ថ្មើរជើងនិងយានយន្តធុនស្រាលដូចជាកង់ម៉ូតូតែប៉ុណ្ណោះវត្តជើងហើយផ្លូវចម្ងាយ300គីឡូជាងយើងទៅមានអ្នកដែលកាត់នេះនឹងពូនឡើងលើយើងរួមទៅធ្វើដោយដៃទាំងអស់អត់មានរឿងចាស់ទេហើយស្ពានក៏ស្គមអី